มเรียบเมียนทานอสนกากชุมพระนิพนธ์กาบันดำบงโดชัดปุ่มรวยลวยกันเก่งโซได้บันดำบงปอดมาจำปาซัวพวกแม่บองปอนต่างคนนี้ในสารไทยเอา Facebook tớiឃើញថ្ងៃ22 23ខែមីនា2025ហ្នឹងគឺជាថ្ងៃសមារាត្រីដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តអញ្ចឹងហើយជាលទ្ធផលគឺពួកយើងបានធ្វើដំណើរមកដល់សៀមរាបដើម្បីមើលព្រឹត្តិការណ៍ហ្នឹងដែរហើយឥឡូវនេះគឺពួកយើងមកដល់សៀមរាបហើយបន្តពីទីរួមខេត្តសៀមរាបក៏យើងមកស្រុកប្រដាក់ដោយសារតែត្រូវការហៅអីញ៉ាំហើយមកដល់ក៏ឃ្លាននំបញ្ចុកក៏ចាប់អារម្មណ៍ជាមួយនំបញ្ចុកស្លោកខ្មែរជាមួយនឹងទឹកផ្អែមហ្នឹងគឺជា main ingredient គេតែឆ្ងាញ់បន្ថែមធ្វើឲ្យរសជាតិនំបញ្ចុកហ្នឹងកាន់តែឆ្ងាញ់អញ្ចឹងហើយគេមានជ្រូកទៅសាក់ឲ្យបន្លែវិញស្រស់និយាយពីថែមមកដល់ញ៉ាំយកមើលតែមាត់ទៅដឹងតែឆ្ងាញ់ប៉ុណ្ណាហើយនៅកន្លែងប្រដាក់ហ្នឹងមាននំបញ្ចុកទឹកខ្មែរយើងហ្នឹងជាមួយនឹងនំបញ្ចុកស្លោកគ្រីមានអីច្រើនទៀតហើយគេមានលក់ឈូកអាំងឈូកអីនៅមកកៅថ្នោតហ្នឹងហើយពួកយើងញ៉ាំហើយក៏អត់តន់ចាយក៏ទិញអាកៅថ្នោតហ្នឹងញ៉ាំបន្ថែមដោយសារតែអត់អាចចោលបានទេមកដល់ប្រដាក់ហើយត្រូវតែញ៉ាំអាកៅថ្នោតតូនហើយមានខ្ទិះនៅកណ្ដាលអូយជាតិមែនតែនហើយទៅពីញ៉ាំហើយក៏បានទៅសម្រាប់នៅតែហើយឥឡូវនេះគឺចូលដល់ថ្ងៃទី2ហើយដោយសារតែត្រូវចាំមើលព្រះអាទិត្យរះហ៎អញ្ចឹងក៏ងើបតាំងពីម៉ោង4ងើបរៀបចំខ្លួនអីហើយចាគឺជិះ pass app មកមើលតែពួកខ្ញុំបុក pass app ហ្នឹងគឺជិះតាមផ្លូវមេឃនៅល្ងិតឡើយទេតាមឈើតាមអីហ្នឹងហើយមកដល់កន្លែងមុខប្រាសាទអង្គរវត្តហ្នឹងគឺឃើញចំណតឡានអីឡើងណែនតាន់តាប់ហើយមនុស្សឡើងណែនហ្មងខ្ញុំមកដល់នេះគឺម៉ោង 5:06 ហើយខ្ញុំជិះមកដល់មុខអង្គរហ្នឹងហើយមកដល់គឺខ្ញុំមកក្រោយគេគឺមនុស្សឡើងណែនហើយបើចូលខាងក្នុងវិញសិតតែទាំងភ្ញៀវជាតិទាំងភ្ញៀវអន្តរជាតិឡើងពេញហ្នឹងហ្មងពួកយើងក៏ឈរចាំបន្តិចក៏ព្រះអាទិត្យចាប់ផ្ដើមរះហើយដំបូងឃើញ7បន្តិចអត់សូវចាំកណ្ដាលកំពូលប្រាសាទទេប៉ុន្តែដល់ពេលរះផុតគឺចាំកណ្ដាលកំពូលនោះហ្មងហើយបងប្អូនអាចមើលចំនួនភ្ញៀវទេសចរដល់ពេលព្រះអាទិត្យរះហើយគឺភ្ញៀវទេសចរទាំងខ្ញុំទាំងគេចាប់ផ្ដើមដើរចេញមកវិញប៉ុន្តែមុននឹងចេញហ្នឹងក៏ឆ្លៀតនៅថតរូបថតអីនិយាយរួមថតរូបអត់ចេះឆ្អាតទេនៅទឹកដីសៀមរាបជ្រុងណាក៏ស្អាតដែរប្រាសាទរបស់យើងហ្នឹងហើយមើលទស្សនវិជ្ជាខ្ញុំថតឡើងណាក៏ឃើញសិតតែមនុស្សដែរថ្ងៃសមារាត្រីហ្នឹងហើយក៏ចូលអុជធូបនៅកន្លែងព្រះអង្គរាជកន្លែងដែលស័ក្តិសិទ្ធិនៅក្នុងកោទូយើងហ្នឹងហើយក៏ដើរមើលចម្លាក់នានាមើលចម្លាក់អប្សរាអីតាមជាងនោះគឺនៅតែស្អាតហើយមកក្រៅទឹកភាពខាងក្រៅនេះគឺនៅស្ដាយអត់ព្រមចង់ទៅវិញទេនៅដើរទៅដើរមកនៅហ្នឹងហើយឥឡូវនេះក៏យើងចាំមួយថ្ងៃទៀតដែរនេះគឺសកម្មភាពថ្ងៃបន្ទាប់គឺយើងទៅលេងនៅកន្លែងសួនច្បារអង្គរ Wonder Garden ដែលជាសួនដែលគេទុកតែផ្កាថ្មីមានផ្កាចម្រុះពណ៌ស្អាតមែនទែនហើយផ្កាគេហ្នឹងសុទ្ធតែផ្កាស្រស់ទាំងអស់ហ្មងហើយពេលយើងចូលទៅដល់គឺតម្រូវឲ្យទិញសវត្ថម្នាក់$7សម្រាប់មនុស្សធំហើយយើងចង់ជិះអគុយម៉ូតូអគុយហ្នឹងយើងជួលមួយគ្រឿងម្នាក់$10ទៀតអញ្ចឹងបងប្អូនបើចង់ទៅលេងអីគួរតែទៅពីផាក់ឬក៏ទៅល្ងាចតិចទៅជាក់ស្រួលដែរដោយសារតែពេលខ្ញុំទៅនេះល្មមតែខ្ញុំចេញពីទីរួមខេត្តសៀមរាបមកទៅដល់កន្លែងសួនច្បារហ្នឹងខ្ញុំទៅដល់ចាំកណ្ដាលថ្ងៃចេះហ្មងគឺម៉ោង2:10ក្តៅហើយហ្មងប៉ុន្តែទោះក្តៅប៉ុណ្ណាក៏ដោយពាក់មួកពាក់អាវដៃវែងដើរថតហើយដោយសារតែឃើញទេសភាពស្អាតពេកក៏ដល់ពេលចឹងអត់ដឹងហត់អត់ដឹងក្តៅទេគឺចូលទៅដូចឋានសួគ៌ក្រោមមេឃចឹងគឺស្អាតមែនតើហ្មងពួកអីបើអ្នកដែលចូលចិត្តផ្កាស្រឡាញ់ផ្កាដូចខ្ញុំវិញទៅដឹងតែរំភើបខ្លាំងហ្មងដោយសារតែកន្លែងណាក៏ស្អាតថតមិនចេះចាទេបើយើងដើរពេលហ្នឹងដែលខ្ញុំទៅហ្នឹងវាកំពុងតែពេញក្តៅបណ្ណារៀងហត់តិចឯងអញ្ចឹងក៏ជួកាំងអាគុយគេហ្នឹងជីពេញហ្នឹងហ្មងដោយសារតែទីធ្លាគេធំដែរដល់ទៅ7ហិកតាអញ្ចឹងយើងជួអាហ្នឹងជីទៅអត់សូវហត់អញ្ចឹងជីបដាឈប់បដាកន្លែងណាត្រូវឈប់ថតក៏ឈប់ទៅហើយក៏ជីដើរមើលទស្សនវិជ្ជាគេជុំវិញហ្នឹងជីទៅជីមកក្រុមមកជុំទៅដល់កន្លែងព្រះគេមានព្រះសម្រាប់ឲ្យយើងឲ្យធូបទីសក្ការៈអីវិញចឹងទៅហើយនៅក្នុងហ្នឹងក៏មានបងដែលគាត់ចាំថតរូបឲ្យយើងយករូបសិល្បៈភ្លាមក៏មានដែរអញ្ចឹងបើបងចង់ឲ្យគាត់ថតឲ្យគាត់ថតឲ្យគេព្រីនឲ្យយើងឲ្យពីយើងចេញមកគេនឹងគិតលុយយើងអញ្ចឹងបើយើងចង់បានហើយជីបន្តិចក៏ឃើញអូយកែងប្លង់ហើយនេះស្អាតដែរចូលថតមួយសិនក៏អែនអនដែរ4-5ប៉ុស្តិ៍ចឹងទៅហើយក៏ឃើញមានកម្មចដាយគេឡើងនៅនេះដូចឡើងទៅឋានសួគ៌ចឹងបងប្អូនអើយមកផ្កាគេចម្រោះពីក្រោមទៅហើយខ្ញុំរត់ផងអីផងដោយសារតែសុបាយចិត្តពេកក៏ឃើញគឺឡើងឆ្លាស់ខួរក្បាលហ្មងឡើងដូចសម្រាប់អ្នកដែលចូលចិត្តផ្កាដូចខ្ញុំនេះគឺមិនអាចប្រនីបានហ្មងឃើញផ្កាគេឡើងស្អាតមែនតើដោយសារតែកន្លែងគាត់ហ្នឹងក្តៅដល់ពេលអញ្ចឹងដាំផ្កាចម្រុះពណ៌ហ្នឹងគឺវាល្អមែនតើបើយើងដាំផ្កាពួកហ្នឹងនៅផ្ទះម្លប់ក៏អត់សូវល្អដែរហើយចូលឡើងទៅដល់លើហ្នឹងអូយដូចលុបពពកចឹងនេះគេបាញ់ផ្សែងបាញ់អីហើយកន្លែងលើហ្នឹងគឺគេមានហាងកាហ្វេមានលក់របស់របរញ៉ាំអញ្ចឹង
ហើយឃើញឡើងទីធ្លីកន្លែងនេះក៏ចូលអង្គុយដាក់មកប៉ុស្ពីប៉ុស្ទីទៅស្អាតណាស់បងប្អូនអើយមើលពីលើទៅអញ្ចឹងអីនេះគេមានបាឡូនមានអីហើយអង្គុយមិនអស់ចិត្តទេតែឃើញឡើងនោះស្អាតទៀតអីក៏ចូលដាក់មកប៉ុស្ពីប៉ុស្ទៀតនិយាយរួមគឺអត់ចេះហត់ទេរឿងថតរូបហ្នឹងកន្លែងណាក៏ស្អាតកន្លែងណាក៏ស្អាតសុទ្ធតែផ្កាហ្មងនេះឲ្យមើលរំភើបណាស់គាត់តែឃើញអើយចង់តែស្រែកឲ្យលឺឲ្យផ្អើលហ្នឹងមកបងប្អូនអាចមើលតាមដៃខ្ញុំមកចោលទៅអើយនៅកន្លែងនោះក៏ស្អាតកន្លែងនេះក៏ស្អាតចង់ជាចឹងណាឥឡូវជប់ពណ៌នេះបងប្អូនមើលខ្លួនឯងបងប្អូនស្ដាប់ចម្រៀងលេងបន្ថែមអរគុណសម្រាប់ការទស្សនាវីដេអូហ្នឹង Now I'm shaking, drinking all this coffee. These last few weeks have been exhausting. I'm lost in my imagination, and there's one thing that I need from you. Can you come through? Yeah, and there's one thing that I need from you. Can you come through? I might lose my mind, waking when the sun's down, riding all these highs, waiting for the calm down. Walk these streets with me, I'm doing decently, just glad that I can breathe. Yeah, I'm trying to realize